បងប្រារព្ធចំពោះភិក្ខុថាអ្នកទាំងអស់គ្នាធ្វើដំណើរត្រឹមតែ6យោជន៍ពីក្រុងសាកេតមកក្រុងសាវត្ថីនោះត្អូញថាលំបាកប៉ុន្តែដំណើរក្នុងសង្សារវដ្តរបស់អ្នកទាំងអស់គ្នាលំបាកជាងនឹងឆ្ងាយណាស់បងលើកឧបមាមួយថាអ្នកទាំងអស់គ្នាធ្លាប់កើតជាគោត្រូវគេអាកឈាមដែលហូរចេញពីកគោម្នាក់ឯងហ្នឹងមួយជាតិគេសម្លាប់ម្ដងមួយជាតិគេសម្លាប់ម្ដងមួយជាតិគេសម្លាប់ម្ដងឈាមហ្នឹងច្រើនជាងទឹកមហាសមុទ្រទៅទៀតឯកឧត្តមលោកជំទាវក្នុងពុទ្ធសាសនាសម្ដែងពីដំណើរវដ្តសង្សារកើតស្លាប់យើងទាំងអស់គ្នាណាយើងមានបុណ្យយើងមកកើតជាមនុស្សទៅពេលហ្នឹងប៉ិនសួរយើងមានក្រុមហ៊ុនធានារ៉ាប់រងថាយើងមកកើតជាមនុស្សរហូតទេអត់មានទេអញ្ចឹងយើងអាចពេលខ្លះផ្្លាត់កតិទៅកើតជាគោហើយបងសម្ដែងថាយើងម្នាក់ហ្នឹងកើតជាគោត្រូវគេអាកឈាមដែលហូរចេញពីគោយើងម្នាក់ហ្នឹងណាឈាមហ្នឹងសន្សំច្រើនជាតិទៅច្រើនជាងទឹកមហាសមុទ្រទៅទៀតយើងធ្លាប់កើតជាជ្រូកត្រូវគេអាកឈាមដែលចេញពីជ្រូកយើងម្នាក់ហ្នឹងកើតជាជ្រូកម្ដងគេអាកម្ដងកើតជាជ្រូកម្ដងគេអាកម្ដងឈាមនឹងច្រើនជាងមហាសមុទ្រទៅទៀតបងលើកថាអ្នកទាំងអស់គ្នាធ្លាប់កើតជាមាន់ត្រូវគេសម្លាប់អាកឈាមដែលហូរចេញពីកមាន់យើងហ្នឹងច្រើនជាងទឹកមហាសមុទ្រទៅទៀតអ្នកទាំងអស់គ្នាធ្លាប់កើតជាចៅត្រូវគេចាប់យកទៅប្រហារជីវិតឈាមដែលហូរមកហ្នឹងច្រើនជាងទឹកមហាសមុទ្រទៅទៀតភិក្ខុទាំង30អង្គហ្នឹងមានសេចក្តីសង្វេគថាដំណើរដែលអាត្មាអញធ្វើដំណើរពីសាកេតមកសាវត្ថី6យោជន៍ហ្នឹងមិនជាលំបាកទេបើប្រៀបធៀបទៅនឹងការលំបាកសេចក្តីទុក្ខនៅក្នុងសង្សារវដ្តធ្វើឲ្យលោកដកចិត្តនឿយណាយថាលែងធ្វើអាក្រក់លែងធ្វើបាបទៀតទៅរហូតបានសម្រេចជាព្រះអរហន្ត